ហើយខ្ញុំក៏បានពិភាក្សាក្រៅពីសម្រាប់ការប្រយុទ្ធបូរណភាពទឹកដីនេះឲ្យភាសាមួយអាដាមទាសីហាគាត់ក៏បានមានគំនិតបែបនេះឲ្យអាដាមនឹមសវត្ថសិក្សាមកតង់ឲ្យខ្ញុំគ្រប់គ្រងគំនិតនេះឲ្យគិតគូរអំពីស្ទូបសម្រាប់រំលឹកទៅដល់វីរៈយុទ្ធជនវីរៈនយោបាយនគរបាលជាតិវីរៈអាវុធហត្ថដែលបានពលីនៅក្នុងបុព្វហេតុការពារអធិបតេយ្យជាតិរបស់យើងក្រោយសង្គ្រាមឈ្នះនេះឲ្យគិតគូរបាទព្រោះនយោបាយឈ្នះឆ្នាំម្ដងយើងមានស្ទូបមួយសម្រាប់រំលឹកនៅគុណបំណាច់នៃវីរៈយុទ្ធជនវីរៈកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ភាគីទាំងអស់ដែលបានចូលរួមឆ្លងកាត់ការលំបាកតាំងពីវាយគ្នារហូតដល់ចប់98តែក្រោយ98នេះគឺសង្គ្រាមការពារបូរណភាពទឹកដីឲ្យរៀបចំជាស្ទូបមួយហើយទីកន្លែងយើងនឹងកំណត់ដាក់នៅកន្លែងណាដើម្បីរំលឹកជាប្រចាំសម្រាប់កូនចៅចំនួនក្រោយនៅការលះបង់ដ៏ធំធេងរបស់បងប្អូនទាំងអស់ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិរបស់យើងនេះគឺត្រូវគិតគូរបន្ថែមទៀតហើយសម្រាប់កងទ័ពរបស់យើងខ្ញុំបានឲ្យក្រសួងការពិជាតិនិងទីស្តីការគណៈរដ្ឋមន្ត្រីសិក្សាអំពីមេដាយពិសេសសម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការឆ្នាំ2025អញ្ចឹងទៅថ្ងៃក្រោយរាល់សកម្មភាពរាល់ការប្រយុទ្ធពួយត្រូវមានមេដាយសម្រាប់ផ្ដល់ជូនអ្នកដែលចូលរួមប្រតិបត្តិការដោយផ្ទាល់គ្រប់គ្រងប្រយុទ្ធដោយផ្ទាល់នៅក្នុងបុព្វហេតុទាំងអស់នោះប៉ុន្តែយើងមានមេដាយការពារជាតិយើងមានប៉ុន្តែមេដាយសម្រាប់សមរភូមិមួយត្រូវទៀតដើម្បីឲ្យដឹងហើយមានមេដាយពិសេសសម្រាប់អ្នកពិការនៅលើសមរភូមិរបួសពិការលើសមរភូមិដើម្បីជាការលើកទឹកចិត្តមេដាយពិតជាកណាត់ម្ដុំមានរូបភាពដេកស្អាតប៉ុន្តែអ្វីដែលសំខាន់គឺតម្លៃដែលមានអត្ថន័យមិនអាចកាត់ថ្លៃបានដើម្បីឲ្យគ្រប់គ្នាឃើញនឹងអាចមើលឃើញនៅការលះបង់របស់យោធិនរបស់យើងរបស់នគរបាលរបស់យើងរបស់អាវុធហត្ថរបស់យើងរបស់ប្រជាជនរបស់យើងដែលចូលរួមផ្ទាល់នៅក្នុងការការពារទឹកដីនេះគឺជាអ្វីដែលយើងគិតគូរអ្នកខ្លះស្រែកពីរាប់គីឡូរាប់ពាន់គីឡូរាប់អីមកថារដ្ឋាភិបាលទុកកងទ័ពចោលទុកទាហានចោលទុកនគរបាលចោលទុកអីចោលប្រះខ្ញុំមិនចាំបាច់ទៅរំលេចទៅប្រាប់ថាថ្ងៃនេះយើងចំណាយប្រមាណយើងធ្វើស្អីខ្លះជីវភាពការបំពេញភារកិច្ចរបស់គាត់ទៅជួរមុខអត់ចាំបាច់ទេបាទប៉ុន្តែគ្រាន់តែប្រាប់ថាគ្រប់វិនាទីទាំងអស់សុខទុក្ខរបស់កងទ័ពរបស់យើងវីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថនិងអ្នកគ្រប់គ្រងនិងត្រៀមឈរជើងការពារកំពុងតែបំពេញភារកិច្ចត្រៀមការពារទឹកដីរបស់យើងគឺយើងមិនដែលភ្លេចទេគ្រួសាររបស់គាត់គ្រួសាររបស់យុទ្ធជនពលីនគរបាលពលីអាវុធហត្ថពលីយើងបានយកចិត្តទុកដាក់ដោះស្រាយខ្ញុំមិនទៅប្រអួតចំនួនស្អីដែលយើងត្រូវប្រៀបធៀបជាមួយគេឲ្យប្រមាណយើងឲ្យប្រមាណអត់ទេតែគិតគូរកូនចៅរបស់គាត់យើងបានគិតគូរចូលបម្រើសាច់ញាតិចូលបម្រើដើម្បីបន្តវេនការរៀនសូត្រការគិតគូរខ្ញុំគ្រួសារបានបង្កើតមូលនិធិមួយសម្រាប់បន្តជួយមើលថែកូនចៅរបស់អ្នកពលីលើសមរភូមិរួចទៅហើយយើងបានបន្តយើងបានក្តាប់ជាប់ពីណាត្រូវរកការងារពីណាត្រូវធ្វើក៏អរគុណទៅដល់ប្រជាពលរដ្ឋវិស័យឯកជនរបស់យើងនិងសប្បុរសជនជាច្រើនដែលបានចូលរួមផ្ទាល់ជួយទៅដល់អ្នកដែលកំពុងចូលជើងនៅខាងមុខខ្ញុំឃើញម្សិលមិញមានទាំងផ្លែតរេនផ្លែអីទៅដល់ខែតរេនរុញតរេនទៅដល់ទៅឲ្យជួយសង់ផ្ទះជូនចូលរួមជាមួយរដ្ឋាភិបាលទៅខាងធនាគារក៏បានជួយលុបបំណុលទុកអីដោះស្រាយការប្រាក់ពន្ធអីផ្សេងពជានៅការបង់ចំនួននេះគឺជាការចូលរួមត្រេចចារមិនសំខាន់ការចូលរួមដោយទឹកចិត្តគឺថារួមគ្នានៅក្នុងបុព្វហេតុដែលខ្មែរយើងគ្រប់និន្នាការគ្រប់អាជីពគ្រប់ទីកន្លែងបានចូលរួមដើម្បីការពារប្រទេសយើងតាមរយៈការយកចិត្តទុកដាក់ទៅដល់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថដែលឈរជើងនឹងក្រុមគ្រួសាររបស់គាត់
ផងដែរនៅក្នុងពេលនេះហើយខ្ញុំសូមឲ្យស្មារតីនេះបន្តតទៅទៀតបាទជាអកុសលដែលពេលនេះឆ្នាំទៅយើងអាចនិយាយតែពីអតីតកាលនៃការជឿចាប់ដោយសារសង្គ្រាមអាចនិយាយពីសង្គ្រាមពីទសវត្សរ៍ទី90ទី80ប៉ុន្តែឆ្នាំ2026នេះយើងបាននិយាយពីសង្គ្រាមដែលទើបនឹងកើតយើងអាចមើលឃើញផ្ទាល់អំពីការតម្លាក់គ្រាប់បែកដែលយើងកាលមុននិយាយថា B52 ឥឡូវយើងអាចស្គាល់ F16 យើងនិយាយតែពីការបំផ្លិចផ្លាញដោយសង្គ្រាមរូបនៅក្នុងឯកសារចាស់ពីឆ្នាំ70តែឥឡូវយើងមានឯកសារឆ្នាំ2025ជាអកុសលយើងធ្លាប់តែមានអតីតយុទ្ធជនពិការតាំងពីទសវត្សរ៍តែចុងក្រោយ2011ដែលយើងវាយគ្នាជំរុញតិចយើងคล้ายទៅជាមានអ្នកដែរពលីពិការដោយសារសង្គ្រាមនៅឆ្នាំ2025សួរតែយើងចង់បានទៀតទេសង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយយើងព្យាយាមកិច្ចវាយើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតរបស់ប្រជាជននៅក្នុងបុព្វហេតុការពារទឹកដីមិនបានន័យថាយើងដោះស្រាយមិនច្បាំងគ្នាគឺថាយើងបកគលដីឲ្យគេលុតជង្គង់សញ្ញេកាត់ទេអត់ទេត្រូវដោះស្រាយតាមផ្លូវច្បាប់ដោះស្រាយតាមយន្តការការទូតឲ្យអស់លទ្ធភាពខ្ញុំនិយាយម្ដងទៀតទោះបីជានៅមានសង្ឃឹមទ្វារមិនទាន់បិទទាំងស្រុងនៅបើកតែ 1% នៅក្នុងការចូលទៅដោះស្រាយដោយសន្តិវិធីគឺយើងត្រូវប្រើវាអស់លទ្ធភាពជាជាងច្បាំងគ្នាជាមុខដាក់អានឹងជាត្រីពុកអ្នកខ្លះខ្ញុំនិយាយអានឹងម្ដងអត់យល់ហើយតាំងខ្លួនជាបណ្ឌិតវិភាគបៃពពុះមាត់តាម Facebook ខ្ញុំមិនមែននិយាយថា 1% ដែលទទួលបានជោគជ័យនោះទេរឿងជោគជ័យគឺយើងនឹងខិតខំព្យាយាមឲ្យបាន 100% ទៅតាមការការពារទឹកដីប៉ុន្តែខ្ញុំនិយាយពីឱកាសដែលនៅមានក្នុងការចាប់យកជំរើសសន្តិវិធីទោះបីវានៅសល់ភាគ 1% ក៏បានន័យថាទោះបីជាវានៅសល់ 1% ដើម្បីយើងបើកទ្វារនឹងទៅចូលអង្គុយតុកចរចាហើយរឿងចរចាលទ្ធផលរឿងផ្សេងក៏យើងត្រូវតែប្រើបាទជូនបណ្ឌិតស្អីពលទឹកមាត់នៅក្រៅប្រទេសនោះសិតតែយុទ្ធវិធីច្បាស់គេថារាជរដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្រខុសរឿងកុងតឺន័រ